សាយ័ន្តសួស្តីដល់អ៊ំពូមេមីងបងប្អូនទាំងអស់គ្នានេះមិនមែនជាវីដេអូ AI ទេគេជាវីដេអូទេសភាពបែបស្រុកស្រែចម្ការនៅពេលល្ងាចខ្ញុំថតបង្ហាញដល់បងប្អូនទាំងអស់គ្នាហើយថ្ងៃនេះអត់មានវីដេអូអីចែកជូនទាំងអស់គ្នាក៏មានបែបវីដេអូលក្ខណៈស្រុកស្រែចម្ការទៀតអញ្ចឹងណាទេសភាពបែបស្រុកស្រែចម្ការមើលទៅគឺមើលទៅខៀវស្អាតមែនទែនខ្យល់អាកាសគឺល្អមែនទែនណាមើលទៅគឺត្រជាក់ភ្នែកមែនទែនហើយខ្យល់បក់រវិចអូយពិតជាអារម្មណ៍ស្រស់ស្រាយមែនទែនណាដែលបងក៏ដាក់មួងហើយណាគាត់អត់បានបកដោះមើលជាប់ត្រីស្អុយមកនេះស្ដាយផ្ទក់រាងធំដែរមួងនេះលហែកអស់ហើយបងប្អូននេះជាប់ក្តាមមួយមានជាប់ក្តាមដែរអានេះគេហៅក្តាមស្អីខ្ញុំភ្លេចបាត់ក្តាមទុយណាក្តាមសមក្តាមអីហ្នឹងពីផ្ទក់មួយទៀតនេះគាត់ដាក់ហើយគាត់អត់មកនេះចឹងណាបងនេះត្រីជាប់បង្ស្អុយនេះទីផ្ទក់មួយទៀតហើយណែបងនេះផ្ទក់សបោភេច្រើនគឺសបោត្រីផ្ទក់ហ្នឹងច្រើនត្រីក្រាញ់មួងក៏ដាក់ហើយគាត់អត់មកដោះវិញអញ្ចឹងវាជាប់សិតត្រីតែមួងនេះប្រហែលជាគាត់ចោលហើយលហែកអស់ហើយជាប់ត្រីកាភ្លៀងឬក៏ត្រីក្រាញ់នេះបងអានេះសម្បូរមែនទែនដាក់តាមស្រែវាជាប់ត្រីសត្រីកូនត្រីសហ្មងនេះជាប់មួងនេះក៏ដាក់ចោលប៉ុន្តែជាប់ត្រីបាន4-5ដែរនេះអានេះត្រីទៅបញ្ចប់ថ្មីនេះមានអីថតចែកជូនបងប្អូនទាំងអស់គ្នាមើលមានតែមើលមួងគេចាស់ដែលគេទុកចោលណាឃើញមានជាប់ត្រីបាទនោះបង3ក្បាលនោះមិនដឹងថាទៅណាទេពេលល្ងាចឡើងគឺឆ្កែវាដើរលេងតាមវាស្រែដែរទិភាពនៅស្រុកស្រែបន្ទាប់ពីច្រូតស្រូវហើយបងប្អូនអានេះទឹកតាមកន្លុកនេះអាចមានត្រីនេះបងដែលគាត់ទនេឬក៏អត់មានត្រីបរិភោគអីអាចនៅតាមកន្លុកចេះគឺយើងអាចមានត្រីវាស្រង់ពីកន្លែងផ្សេងបានវានៅម្ដុំនេះ